ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានដើរលេងនៅខេត្តកំពង់ស្ពឺទៅគេតាំងពិព័រណ៍ចិត្តរដូវបុណ្យអុំទូកអញ្ចឹងបងប្អូនគេរៀបចំតាំងពិព័រណ៍មុនបុណ្យអុំទូកអញ្ចឹងបុណ្យអុំទូកវាគៀកថ្ងៃដែរហើយបងប្អូនវាសល់តែប្រហែលថ្ងៃទៀតទេដល់ហើយអញ្ចឹងក៏មុននឹងបុណ្យអុំទូកក៏ខ្ញុំឆ្លៀតដើរលេងតាំងពិព័រណ៍ដើរមើលគេមើលឯងអញ្ចឹងបងប្អូនយើងអត់ទិញអីក៏អាចដើរមើលគេបានដែរបងប្អូនហើយបើឃើញរបស់អីដែលយើងពេញចិត្តក៏យើងទិញទៅបងប្អូនហើយយើងដើរមើលកំសាន្តអារម្មណ៍យើងអញ្ចឹងបងប្អូនកុំឲ្យវា stress ពេកអញ្ចឹងហើយយើងនៅផ្ទះពេកក៏វាមិនកើតដែរបងប្អូនធ្វើការមួយខែពេញមួយខែយើងគ្មានទៅណាទៅណីក៏វាស្មុគស្មាញអារម្មណ៍វាធ្វើអីក៏អត់កើតដែរបងប្អូនអញ្ចឹងយើងដើរលេងខ្លះចឹងបងប្អូនអារម្មណ៍ជាស្មុគស្មាញមួម៉ៅច្រើនអញ្ចឹងយើងក៏ដើរមើលគេមើលឯងឲ្យប្លែកភ្នែកផ្នែកអារម្មណ៍ចឹងបងប្អូនគេដើរដល់ចំណុចណាហើយយើងឲ្យដឹងថាពិភពខាងក្រៅហ្នឹងយ៉ាងម៉េចគេអភិវឌ្ឍដល់ណាដល់ណីអញ្ចឹងយើងនៅក្នុងផ្ទះយើងអត់ដឹងទេបងប្អូនអញ្ចឹងយើងដើរលេងខ្លះអញ្ចឹងណាបងប្អូនហើយខ្ញុំតាមបងប្អូនមួយចំនួនដែលសូវចេះចង់ដើរលេងទៅណាទៅណីអីដើរខ្លះទៅបងប្អូនកុំឲ្យស្មុគស្មាញពេកនៅក្នុងផ្ទះអញ្ចឹងយើងដើរមើលគេមើលអីហើយយើងថតនេះនួយចឹងទៅហើយឃើញអីប្លែកយើងថតទៅបងប្អូនទុកមើលអាចមើលចឹងទៅយើងឃើញទាំងស្អាតយើងក៏អភិវឌ្ឍខ្លួនយើងតាមនឹងដែរបងប្អូនខ្ញុំចូលសាច់រឿងវិញបងប្អូននេះបងប្អូននេះទៅទិញអីហូបនេះអីគេនេះចកនេះលឹតមាត់លើកហើយនេះបងឈប់ទិញបងប្អូនទិញហើយខ្ញុំក៏មកដល់កន្លែងអីនេះលក់ចង្រិតម៉ែធារីនេះបងប្អូនសុកលិននេះលក់ដាច់ដល់បងប្អូនអើយកន្លែងនេះអូនធារីនេះហើយក៏ឃើញអ្នកធ្វើការមួយគ្នានេះពកូនពុំឈរចាំទិញចង្រិតដែរអូគេឃើញកាមេរ៉ាគេលើកដៃលក់ដាច់កន្លែងកូននេះអ្នកល្បីចឹងដែរបងប្អូនទៅណាឲ្យឃើញគេចូលទិញបងប្អូនហើយនេះក៏បងប្អូនខ្ញុំក៏ទិញបាយក្តាំងម៉ែធារីនឹងដែរបងប្អូនហ្នឹងបងប្អូនឃើញជួយចុច like